បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបង្ហាញអំពីរបៀបការប្រើប្រាស់នៅកម្មវិធី Word ជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងប្រើប្រាស់នៅ Word ក៏ដូចជា Excel បើសិនជាករណី Excel គឺយើងអាចដាក់នៅអក្សរដែលនៅក្នុងតារាងអាចផ្ដេកបានហើយបើសិនជាករណី Word គឺយើងអាចដាក់បានដែរដោយសារខ្ញុំនៅកន្លែងមិត្តភ័ក្តិគាត់ក៏បានសួរអញ្ចឹងក៏ចង់បង្ហាញអំពីរបៀបការដាក់នៅអក្សរឲ្យវាទៅជាទម្រង់ផ្ដេកបាទនេះគឺជា Word របស់ខ្ញុំបន្តមកទៀតគឺខ្ញុំយក insert ខ្ញុំបង្កើតនៅ table បាទគឺខ្ញុំដាក់បាទអញ្ចឹងជាទូទៅសម្រាប់នៅត្រង់កន្លែងនេះគឺខ្ញុំដាក់remark បាទអញ្ចឹងបើសិនជាករណីបងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាចង់ឲ្យអក្សរនេះបញ្ចូលឡើងលើដែលជាទម្រង់ផ្ដេកគឺយើងគ្រាន់តែ right click យើងយកពាក្យ text direction បាទអញ្ចឹងនៅត្រង់កន្លែងនេះដែរគឺ orientation មានទម្រង់បែបបញ្ឆោតដែលមានមកខាងស្ដាំនៅខាងឆ្វេងបាទអញ្ចឹងគឺយើងយកពាក្យ OK បាទអញ្ចឹងបើសិនជាករណីយើងចង់បានខាងស្ដាំដោយអក្សរ remark របស់ខាងស្ដាំគឺយើងយកពាក្យខាងស្ដាំយើងយកពាក្យ OK បាទចឹងបើសិនជាករណីបងប្អូនចង់បាននៅចំឲ្យអក្សរ remark នេះនៅចំចំណុចកតាគឺយើងយកពាក្យកតាមកបាទចឹងគឺវារត់ពីលើមកក្រោមនេះគឺវានៅចន្លោះកតាបាទបើសិនជាករណីនេះគឺវារត់នៅទៅលើវិញបាទអញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់នៅ text direction ដើម្បីឲ្យអក្សរនៅក្នុងកម្មវិធី Word របស់យើងរត់មកចំជាលក្ខណៈ orientation ដែលជាលក្ខណៈផ្ដេកបាទអញ្ចឹងអត់អីទេគឺចង់មកបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាអរគុណដល់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ